បន្ទាប់ពីមួយម៉ែចូលដល់មួយមីអញ្ចឹងមួយមីលេខសំណាងគឺលេខ735ពណ៌សំណាងពណ៌ប្រផេះណាបងប្អូនណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំមួយមីលេខសំណាងលេខ735ពណ៌សំណាងពណ៌ប្រផេះអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមួយមីសូមលោកអ្នកខមមិនលេខសំណាងគឺលេខ735ចំណែកពណ៌សំណាងគឺពណ៌ប្រផេះអ្នកដែលកើតឆ្នាំមួយមីរាសីយើងក៏ឡើងដែរនៅដើមឆ្នាំ2025នេះអញ្ចឹងឆ្នាំមួយមីចូលឆ្នាំថ្មីភ្លាមរាសីឡើងផ្ទុះរីកដូចផ្សិតដុះលៀបបន្តកន្ទុយគ្នាជារៀងរហូតអញ្ចឹងលោកអ្នកដែលកើតឆ្នាំមួយមីកុំអស់រំលងខមមិនលេខសំណាងលេខ735 share វីដេអូគ្រូមហាជុំ3ដងដាក់លេខ735អ្នកកើតឆ្នាំមួយមីយើងល្មមឡើងហ្នឹងមែនទេល្មមឡើងហើយបាទហេតុអីបានខ្ញុំនិយាយថាល្មមឡើងដោយសារតែអ្នកកើតឆ្នាំមួយមីមករយៈចុងក្រោយនេះគឺដឹងខ្លួនឯងហើយថាมันល្អប្រហែលទេគឺជួបទុកជួបទោសជួបវិបត្តិជួបភ័យច្រើនមែនតែនមួយមីគឺជាមនុស្សដែលស្មោះត្រង់ណាលើលោកនេះគ្មានអ្នកណាស្មោះត្រង់ដូចឆ្នាំមួយមីទេបងប្អូនលើលោកនេះគ្មានអ្នកណាមួយស្មោះត្រង់ជាងឆ្នាំមួយមីទេឆ្នាំមួយមីគឺជាឆ្នាំមួយដែលស្មោះត្រង់ជាទីបំផុតបាទខ្ញុំហ៊ានធានាថាឆ្នាំមួយមីស្មោះត្រង់ត្រង់ពេកគេស្អប់ត្រង់ពេកគេស្អប់អ្នកកើតឆ្នាំមួយមីបាទហេតុអីបានឆ្នាំមួយមីគេស្អប់ដោយសារតែឆ្នាំមួយមីចូលចិត្តនិយាយត្រង់និយាយត្រង់នោះឃើញអីថានោះអត់ចេះអែបអបអត់ចេះប្រកាច់ប្រខូចឃើញអីថានោះពួកមនុស្សអត់ចេះបត់បែនអាក្រក់ថាអាក្រក់ល្អថាល្អអាមនុស្សមិនចេះបត់បែនហ្នឹងហើយវាងាប់អញ្ចឹងណាអញ្ចឹងឆ្នាំមួយមីល្អគ្រប់យ៉ាងប៉ុន្តែអន់តែមួយយ៉ាងសម្ដីមិនល្អសម្ដីមិនល្អហ្នឹងមិនមែនអ្នកកើតឆ្នាំមួយមីទៅជេរគេទេគឺនិយាយត្រង់ហើយអ្នកដែលកើតឆ្នាំមួយមីគឺជាកំពូលមនុស្សដែលយល់ចិត្តគេបំផុតយល់ចិត្តគេក្រែងចិត្តគេប៉ុន្តែមួយមីខ្លួនឯងមិនដែលមានអ្នកណាយល់ចិត្តទេមិនដែលមានអ្នកណាយល់ចិត្តទេយើងយល់ចិត្តគេយើងគិតគេយើងខ្លាចគេមិនល្អខ្លាចគេពិបាកប៉ុន្តែគេមិនដែលយល់ចិត្តយើងទេយើងហៅគេមកលេងផ្ទះយើងយកចិត្តគេយើងខ្លាចគេក្រែងចិត្តគេប៉ុន្តែដល់ពេលដែលយើងបាទដល់ពេលដែលយើងទៅលេងផ្ទះគេវិញគេអត់រវល់មួយយើងអាហ្នឹងភាសាហ្នឹងឧទាហរណ៍ស្ដែងណាអញ្ចឹងអ្នកកើតឆ្នាំមួយមីមនុស្សត្រង់ឃើញអីនិយាយនោះប៉ុន្តែបើថារាប់អានអ្នកណាមួយមីរាប់អានស្មោះអស់ពីចិត្តគេសុំអីក៏ឲ្យដែរគេសុំលីអូដោះទាំងលីអូឲ្យគេទៀតឲ្យតែគេសុំអញ្ចឹងអ្នកកើតឆ្នាំមួយមីជំរាបត្រង់ថាមនុស្សឆ្នាំមួយមីរល្អដាក់គ្មានទេអន់តែម្យ៉ាងត្រង់ហើយជីវិតឆ្នាំមួយមីគឺជាជីវិតម្នាក់ដែលអត់ធ្មត់ជាទីបំផុតសុខចិត្តងាប់អត់មានសុំណាស៊ីទេបងប្អូនក៏ដោយមានបងប្អូនមានធ្វើដល់មហាសេដ្ឋីក៏ដោយប៉ុន្តែបើសិនជាយើងអត់គេមិនឲ្យអញអត់យកអត់ទៅសុំគេទេសុខចិត្តអត់ងាប់មនុស្សចិត្តមនុស្សចិត្តមានអីស៊ីនោះហើយមនុស្សឆ្នាំមួយមីគឺជាមនុស្សដែលស្រឡាញ់ក្រុមគ្រួសារជាទីបំផុតប៉ុន្តែក្រុមគ្រួសារមិនបានឲ្យតម្លៃអ្នកកើតឆ្នាំមួយមីទេអ្នកកើតឆ្នាំមួយមីគឺជាមនុស្សដែលស្រឡាញ់លះបង់ដើម្បីក្រុមគ្រួសារខ្លាំងបំផុតប៉ុន្តែក្រុមគ្រួសារអត់បានលះបង់ស្រឡាញ់អ្នកកើតឆ្នាំមួយមីទេយើងលះបង់ស្រឡាញ់គេ100គេលះបង់ស្រឡាញ់យើងបានតែ20ទេពេលខ្លះអត់បានផងចឹងបានពេលខ្លះការលះបង់របស់យើងវាស្ទើរតែ0ណាចឹងបានថាអូយអ្នកកើតឆ្នាំមួយមីគឺពិបាកអត់ដឹងនិយាយប្រាប់ពីណាដូចរយៈពេល2ឆ្នាំចុងក្រោយមួយមីចង់ងាប់ចង់ដាច់ខ្យល់ប៉ុន្តែមួយមីអត់និយាយអត់កើតនិយាយអត់បានព្រោះអត់មានអ្នកជួយនិយាយធ្វើអីហើយមួយមីអត់ដែលមានអ្នកយល់ចិត្តទេមួយមីធ្វើល្អគេមើលអត់ឃើញទេប៉ុន្តែមួយមីខុសគេឃើញលឿនមួយមីលះបង់ដើម្បីគ្រួសារគេមិនឃើញទេប៉ុន្តែគេនិយាយថាមួយមីចោលមកសៀតអញ្ចឹងបានពេលខ្លះមួយមីសុខចិត្តស្រក់ទឹកភ្នែកម្នាក់ឯងដេកយំថាហេតុអីបានអញវេទនាម្លេះចឹងបានខ្ញុំប្រាប់ទៀតខ្ញុំថាអ្នកកើតឆ្នាំមួយមីសូមស្រឡាញ់ខ្លួនឯងឲ្យបានច្រើនអ្នកកើតឆ្នាំមួយមីសូមស្រឡាញ់ខ្លួនឯងឲ្យបានច្រើនមិនបាច់ស្រឡាញ់អាណាទាំងអស់បាទមិនបាច់ស្រឡាញ់អាណាទាំងអស់ហេតុអីបានមិនបាច់ស្រឡាញ់អាណាទាំងអស់ព្រោះយើងស្រឡាញ់គេគេអត់ស្រឡាញ់យើងផងហ្នឹង
dương lẽ băng đam bay kia đây lẽ băng đam bay dương phong nè chẳng tay dương ban pro giàu ấy tiệt ca không prăng bao dương ban bây giờ ấy tiệt việc mai ra miền mau bây dương từ lỗ ở đây khơi mau phong nè chẳng năm mà mỹ là mổ mấy nè kia mà lên tia dương cọp cồn kia đập về dương từ lên tia cái mẹ nào mưa một dương họp trong ngóp tích tham màu miền nẹt tia mà ta sao ôi là on na ấy na on ở lính mà chỉ vất khâu là hậu hơi dương cay tầm lọp cho nhé nẹt cay năm mà mỹ cầm thoáng pê chứ phải bà háo chọc thoáng thoáng pê đang hái ba nọ ngay việc miền so ấy đang khơi nhở lẹ bằng mấy cái khôn ấy ông bao gì màn không chẳng chọc chặt là on dương hậu si một là bo ấy hậu si trong tự hậu si một là bo nâng miên hay ta hai cái mồi chúng mui trong khỏi kia là tận đời ông dọ chỉ vật nó bị riêng á nè cao năm một mí phải bà hói nó bắt đam mắt nông niệm chị bà nè nam mưa trong chặt tục trong chị cru trong thắt trong chị hai bọn nam chặt tục trong thế hay tới trong khoan văn trong bật đời trong tha chọc từ nè hơi pe để đập trong giấy do một priệp thiệp khôn anh tới tha vấy để trong cặp bông tay đi giấy ní cứ đôi vậy để khôn anh cầm bông chuột protest đại rửa bởi chuột cài nè lấy cái dương lên ở dây mà mỹ xây dương lại màu với nhau bàn tay bởi dương nơi ta là ngôn tiết tuột bay xâyឡើងដល់កំពូលក៏យើងនៅតែវេទនានៅតែលហាមដែរហេតុអីរៀxâyឡើងមែនរលួយបានមែនប៉ុន្តែចិត្តល្អជួយគេយកអាសាគេខ្វល់ពីគេត្រង់ជួយគេអញ្ចឹងអត់ប្រយោជន៍ដែរឡើងមែនជោគជ័យមែនប៉ុន្តែយកអាសាគេជួយគេអីគេណាអស់ហ្នឹងរកបាយស៊ីមិនបានផងរងកលឹកមិនបានផងអញ្ចឹងបានថាកុំឲ្យសោះមមីណាផ្ដាប់ទៅប្រាប់ទៀតប្រយ័ត្នចឹងលះបងទៅណាបាទហើយក្នុងឱកាសនេះឆ្លៀតពេលបន្តិចចង់ណែនាំមិញដោយសារកូនគាត់សួរខ្ញុំថាផ្ទះគាត់បែរមុខទៅទិសខាងលិចបាទផ្ទះនេះផ្ទះគាត់បែរមុខទៅទិសខាងលិចតើទិសខាងលិចឆុងអត់នៅក្នុងឆ្នាំ2025ខ្ញុំជំរាបជូនថាផ្ទះដែលបែរមុខទៅទិសខាងលិចគឺចំទិសឆុងនៅក្នុងឆ្នាំ2025ទិសលិចគឺជាទិសឆុងជំងឺបាទឆុងជំងឺណាទិសលិចណាបាទចំណែកទិសកើតជាទិសសុំទោសបាទសុំទោសណាសូមអធិស្ឋានកុំអោយច្រឡំណាខ្ញុំសូមឆ្លើយសំណួរកូនមិញណាទិសខាងលិចទិសចោលទិសខាងលិចទិសចោលវាអាចប្រឈមមុខនឹងការបាត់បង់របស់ព្រោះទិសចោលយើងដឹងហើយថាតែចោលវាលួចទេអញ្ចឹងវាអាចបាត់បង់របស់អាចបាត់បង់អីឬមួយមានបញ្ហាមិនល្អកើតឡើងទិសកើតចំណែកទិសលិចបាទទិសលិចសំទោសណាទិសលិចគឺជាទិសចោលទិសបាត់បង់អញ្ចឹងអ្នកដែលមានផ្ទះបែរមុខទៅទិសខាងលិចសូមមានការប្រយ័ត្នប្រយែងនៅក្នុងឆ្នាំ2025ប្រយ័ត្នបាត់បង់របស់ប្រយ័ត្នខាតបង់ទ្រព្យចំណែកអ្នកដែលមានផ្ទះបែរមុខទៅទិសខាងកើតអានឹងគឺត្រូវប្រយ័ត្នអីគេប្រយ័ត្នជំងឺព្រោះទិសកើតជាទិសជំងឺអញ្ចឹងអ្នកដែលមានផ្ទះបែរមុខទៅទិសកើតត្រូវប្រយ័ត្នជំងឺបន្តិចបងប្អូនណាបាទប្រយ័ត្នសុខភាពប្រយ័ត្នសុខភាពមិនមែនប្រយ័ត្នតែស្ត្រីទេអ្នកណាក៏ប្រយ័ត្នដែរឲ្យតែនៅទិសខាងកើតអ្នកដែលអត់ឈឺប្រែជាឈឺអ្នកដែលឈឺអាចពិបាកនៅក្នុងការព្យាបាលអញ្ចឹងទិស2ទៀតជើងត្បូងយ៉ាងម៉េចដែរជើងត្បូងអត់ពិបាកទេព្រោះទិសល្អស្រាប់តែហើយណាអត់អីទេអញ្ចឹងលោកគ្រូខ្ញុំបាក់ចិត្តណាផ្ទះខ្ញុំបែរមុខទៅលិចខ្លាចបាត់បង់របស់ផ្ទះខ្ញុំបែរមុខទៅកើតខ្លាចឈឺខ្លាចអីអញ្ចឹងត្រូវធ្វើម៉េចអត់ពិបាកចិត្តទេបងប្អូនអត់ឲ្យពិបាកចិត្តសូម្បីតែបន្តិចអត់ឲ្យពិបាកចិត្តទេទោះបែរមុខទៅលិចក៏ដោយបែរមុខទៅកើតក៏ដោយបែរមុខទៅណាក៏ដោយបងប្អូនគឺយើងដាក់កំរាលជូតជើងមួយនៅមុខផ្ទះរបស់យើងគឺទិសទាំងឡាយគឺនឹងលែងឆុងតទៅទៀតមួយឆ្នាំពេញអញ្ចឹងនេះបងប្អូនកំរាលជូតជើងនេះគឺកំរាលហុងស៊ុយនេះគឺជាកំរាលមួយដែលអាចជួយបន្សាបទិសឆុងទាំងអស់បាទអញ្ចឹងបងប្អូនមានផ្ទះបែរមុខទៅណាក៏ដោយនៅក្នុងឆ្នាំ2025នេះឲ្យតែមានកំរាលជូតជើងនេះគឺបងប្អូនលែងបារម្ភរឿងឆុងតទៅទៀតដែរអញ្ចឹងបងប្អូនអាចជាវកំរាលជូតជើងនេះបានក្រោយពីបងប្អូនជាវហើយគឺបងប្អូនលែងឆុងណាក្រោយពីបងប្អូនលែងឆុងហើយបងប្អូនកាក់កបរីកចម្រើនរស់ស៊ីមានបានតិចតិចរហូតមួយឆ្នាំពេញអត់មានភ័យអត់មានកង្វល់រឿងទិសឆុងទិសអីតទៅទៀតទេស្វានដំធ្វើអីក៏ដោយគឺអត់អីទាំងអស់ណាអញ្ចឹងកំរាលមួយនេះគឺមានប្រសិទ្ធភាពខ្ពស់អាចជួយជំរុញឲ្យយើងលែងឆុងបានអញ្ចឹងបងប្អូនអាចជាវឈុតអាចជាវកំរាលជូតជើងនេះម្នាក់មួយគ្រប់ឆ្នាំទាំងអស់គ្រប់ផ្ទះទាំងអស់យកដាក់នៅមាត់ទ្វារផ្ទះរបស់យើងធ្វើជាកណាត់ជូតជើងនិងនាំលៀបនាំសំណាងជូនពេលដែលប្រឡាក់យើងយកទៅបោកទឹកក្រោយពីបោកទឹកហើយយើងកាក់កបហើយបងប្អូនតែងតែសួរខ្ញុំថាលោកគ្រូ
នៅក្នុងឆ្នាំ2025តើយើងគួរប្រើពណ៌អីពណ៌ដែលសំណាងនៅក្នុងឆ្នាំ2025គឺជាពណ៌នេះបងប្អូនណានេះពណ៌នេះពណ៌រៀងមាសហ្នឹងគឺជាពណ៌ហេងនៅក្នុងឆ្នាំ2025ណាបាទប៉ុន្តែមិនមែនថាលោកអ្នកត្រូវប្រើពណ៌មាសសុទ្ធទេលោកអ្នកអាចប្រើពណ៌អីក៏ប្រើទៅប៉ុន្តែគ្រាន់តែថាពណ៌សំណាងគឺពណ៌មានលាបពណ៌កាត់ឆុងពណ៌អីគឺប្រើពណ៌ទឹកមាសនេះពណ៌មាសនេះដូចខ្ញុំបានប្រាប់ណាអញ្ចឹងបានខ្ញុំធ្វើកាមេរ៉ាពណ៌នេះដើម្បីប្រសាបឆុងជូនដល់បងប្អូនអញ្ចឹងបងប្អូនណាចង់បានលោកអ្នកអាចជាវបានណាលោកអ្នកអាចតំណងតាមលេខទូរស័ព្ទក៏បានឆាតចូលเพจក៏បានឆាតចូលเพจក៏បានតាក់ទងតាមលេខទូរស័ព្ទក៏បានដែរកាមេរ៉ានេះយើងមានតិចទេអស់លីងហើយណាហើយឥឡូវនេះខ្ញុំឃើញនៅតាមផ្សារក្រោយពីខ្ញុំបានចេញលក់នៅកាមេរ៉ានេះក៏មានអ្នកយកទៅចម្លងណាបាទយកអ្នកយកទៅចម្លងអញ្ចឹងអ្នកដែលយកទៅចម្លងហ្នឹងគឺបានន័យថាគាត់มันគោរពម្ចាស់ដើមទី1ទី2ចម្លងវាអត់ត្រូវក្បួនអញ្ចឹងបងប្អូនប្រយ័ត្នច្រឡំទៅជាវរបស់គេហើយប្រើអត់បានផលបន្ទោសលោកគ្រូខ្ញុំអត់ដឹងទេណាបងប្អូនណាបាទលោកគ្រូឲ្យជាវកាមេរ៉ាលេងស្រាប់តែអត់យករបស់លោកគ្រូបងប្អូនទៅយករបស់គេផ្សេងហើយប្រើទៅអត់កាក់កបអានឹងបងប្អូនបន្ទោសខ្ញុំអត់បានទេព្រោះឥឡូវមានគេច្រឡងប៉ុន្តែមិនច្រើនទេមួយចំនួនតិចទេណាបាទប្រយ័ត្នណាខ្ញុំឃើញគេមានអ្នកអនឡាញមួយចំនួនគេលក់អ្នកលក់អនឡាញណាគេលក់ប៉ុន្តែខ្ញុំឃើញថាខ្ញុំហួសចិត្តកូពីរបស់ខ្ញុំយកទៅប៉ុន្តែវាអត់បានត្រឹមត្រូវណាគ្រាន់តែថាកូពីយកទៅធ្វើអត់ដូចទេព្រោះរបស់អស់នេះមុននឹងយកទៅចែកជូនបងប្អូនមានការប្រសិទ្ធិត្រឹមត្រូវបាទអត់មែនចេះតែផ្ដេសផ្ដាស់បានទេបាទព្រោះអាយុជីវិតគេហុងស៊ុយរបស់គេរាសីរបស់គេអត់អាចប្រឡែងបានទេអញ្ចឹងបងប្អូនមុននឹងជឿមុនធ្វើអីមួយកុំធ្វើកុំចេះតែធ្វើណាកុំចេះតែប្រយ័ត្នណាអ្នកខ្លះលក់ឈើលក់អីទេយកសំលេងខ្ញុំយកទៅដាក់បោកប្រាស់គេអានឹងស្មើបោកប្រាស់គេហើយយកសំលេងខ្ញុំទៅដាក់ហើយដាក់លក់ផលិតផលខ្លួនឯងទាំងដែលផលិតផលខ្លួនឯងមិនមានក្បួនខ្នាតត្រឹមត្រូវហើយมันបានប្រសិទ្ធិត្រឹមត្រូវដល់ពេលអញ្ចឹងទៅគឺស្មើនឹងបោកប្រាស់គេហើយអញ្ចឹងខ្ញុំសុំប្រាប់ថាបងប្អូនយកសំលេងខ្ញុំទៅសូមយកទៅដោយប្រើការគិតពិចារណាអ្នកខ្លះកាត់វីដេអូខ្ញុំយកទៅដករូបខ្ញុំចេញយកទៅសំលេងខ្ញុំដាក់គឺខ្ញុំអត់ឲ្យដាក់ទេខ្ញុំអាចប្តឹងបានចាត់ការទៅតាមច្បាប់ណាបាទអញ្ចឹងអរគុណណាអញ្ចឹងបងប្អូនណាចង់បានកាមេរ៉ានេះបងប្អូនអាចឆាតចូលเพจឬមួយក៏តំណាក់តំណងតាមលេខ Telegram ណា099 40គុត8637 07គុត29 2938ណាបាទលេខ2ហ្នឹងគឺមាន Telegram បងប្អូនអាចតំណាក់តំណងបាន